សួស្តីអ្នកទាំងអស់គ្នាចូលជាមួយនឹង MC មកដល់ចប់គេសម្ដែងមកដល់ឆ្ងាយនៅរឿងសភៅចម្លើយពេលទី16ជាបន្តការមកដល់ក្នុងបន្ទប់រៀនអាតុនដែលជាមិត្តភក្តិរបស់អាំងតែក៏គ្នារបស់វាយុផងដែរគេក៏បានមកសុំទោសអាក់គេសុំទោសដែលធ្វើរឿងមិនល្អទៅកាន់អាំងក៏បានតទៅវិញដោយគេបានបញ្ជាក់ប្រាប់ថាគេមិនខឹងតន់យូរទេមិនមកតិចទៀតគឺគេលែងខឹងហើយរួចមិត្តរបស់អាក់ក៏បានប្រាប់រឿងបន្ថែមទៅកាន់អាក់បន្តទៀតប៉ុន្តែយើងមិនដឹងទេថាមានរឿងអីខ្លះដែលគេបានប្រាប់ទៅកាន់អាក់នោះបកមកមើលវាយុវិញវាយុបន្ទាប់ពីសារភាពកំហុសហើយគេក៏ត្រូវបានខាងសាលាបណ្តេញចេញពីខាងជំរំតែម្ដងគ្រាន់តែចេញពីជំរំបាល់ទាត់ប៉ុន្តែសាលាហ្នឹងគឺគ្រូមិនបានបណ្តេញចេញឯណាថ្នាក់លើក៏គ្រាន់ឲ្យវាយុហ្នឹងសម្រាប់មករយៈតែប៉ុណ្ណោះអ្នកគ្រូរបស់វាយុក៏បានមកលើកទឹកចិត្តថាបើឲ្យសម្រាប់អញ្ចឹងគឺអាចមករៀនវិញបានដល់ដំណាក់កាលចុងក្រោយទៅហើយគាត់នៅតែលើកទឹកចិត្តជាមួយនឹងវាយុជាបន្តទៀតវាយុពិតជាអរគុណមែនទែនដែលអ្នកគ្រូបានធ្វើល្អមកកាន់គេឥឡូវយើងបានមកមើលអាប់វិញអាហ្នឹងក៏កំពុងតែអង្គុយម្នាក់ឯងដោយគេហ្នឹងកំពុងតែមើលរូបធាវនឹងឯងរួចគេក៏បានសម័យថាយប់នោះនៅពេលដែលធាវហ្នឹងបានដេកលក់គេក៏បានលួចថើបធាវអញ្ចឹងមានន័យថាអាការថើបហ្នឹងគឺថើបមែនទែនហើយអារម្មណ៍នៅពេលដែលគេស្រឡាញ់ធាវហ្នឹងក៏មែនទែនដូចគ្នាដោយគេក៏បាននិយាយតែម្នាក់ឯងនឹងមិនដឹងទេថាធាវគិតដូចជាគេអត់ទេអាគិតបែបអញ្ចឹងមានន័យថាស្រឡាញ់តបវិញនឹងឯងហើយគេនឹងស្រឡាញ់តបវិញតើសារភាពទៅគេពងតែចាប់យើងហួយអេដមីនមានជាការប្រសពជាខ្លាំងជំទាវតាមអ្នកឯងអសូវតែគេលឺនៅក្នុងសាច់រឿងសោះហ្នឹងធ្វើមិនទេបើយើងចង់ឲ្យគេហ្នឹងស្រឡាញ់គ្នាឆាប់ដើម្បីឲ្យបានមានឈុតស្វីតហ្នឹងកាន់ច្រើនឡើងតើឥឡូវយើងមកមើលធាវវិញធាវពេលនេះក៏កំពុងតែមើលនៅសភៅអង្គចង់តែរបស់គេរួចហើយក៏គេគិតថាវាគ្មានប្រយោជន៍អីទេរួចហើយក៏បានដកបិចមួយទៅសេនៅក្នុងសភៅអង្គចង់តែហ្នឹងផងដែររួចហើយគេក៏បានយកទៅទុកវិញភ្លាមនោះអង្គនោះក៏បានមកដល់កន្លែងហ្នឹងផងដែរដោយគេបានយកសភៅធាវមកមើលទើបគេក៏ដឹងថាធាវទៅសេអីនៅក្នុងនោះខ្លះធាវបានទៅសេឡើងថាគេមិនដឹងថាធ្វើអ្វីជាបន្តទៀតទេអាកក៏បាននិយាយឡើងឯងមិនចាំបាច់ធ្វើអ្វីជាបន្តទៀតទេយើងសុំឯងធ្វើជាអង្គឆុងតេផងបានអត់គួរតែលឺអញ្ចឹងហើយតែធ្វើឲ្យធាវគឺគេអង្ខ្លាំងយកទៅមែនតើនឹងបានសុំបញ្ជាក់ទៅកាន់អាកនិយាយបែបអញ្ចឹងមានន័យថាយ៉ាងម៉េចរួចអ្នកទាំងពីរក៏បានឲ្យមកចិត្តគ្នានៅក្នុងប្រឡោះដាក់សភៅនោះធាវណែបែរជាបាត់ភ្នែកទទួលស្មានតែគេនឹងថើបខ្លួនឯងប៉ុន្តែអាកណាមិនហ៊ានថើបគេទេនិយាយរួមទៅគេមិនមានទំនុកចិត្តនៅក្នុងការថើបធាវតែម្ដងបើសិនជាគេថើបធាវកន្លែងហ្នឹងគឺធាវនឹងប្រកាសជាស្បាយចិត្តប៉ុន្តែនៅពេលដែលអាកណាមិនថើបធាវអញ្ចឹងទៅធ្វើឲ្យធាវនឹងខឹងជប៉ុនពេកទើបគេក៏ដើរចេញយកតែម្ដងអាងក៏បានដើរតាមរួចគេក៏បានចាប់ធាវឲ្យមកនិយាយជាមួយនឹងគេធាវក៏បានសួរឡើងថាឯងធ្វើអំបៅមិញឯងធ្វើវាដើម្បីអ្វីដែរហើយឯងចង់មានន័យថាម៉េចអាងក៏បានតបយើងអត់បានតាំងចិត្តទេយើងសុំទោសនិយាយពីថាអាពេលហ្នឹងគឺពិតជាសែតខ្លាំងយកទៅមែនតើហួយបើសិនជាចិត្តរបស់យើងស្រឡាញ់គេទៅហើយមិនសារភាពមកហួយនៅខ្លាចអីទៀតខ្លាចបាត់បង់មិត្តភាពឬក៏យ៉ាងម៉េចដែរលឿនចឹងហើយធាវក៏ក្តៅឆាវតែម្ដងបើសិនជាឯងមិនបានតាំងចិត្តទេឯងក៏មករវល់ជាមួយនឹងយើងអីថាអញ្ចឹងរួចធាវក៏បានដើរចេញពីអាកតែម្ដងដែលធ្វើឲ្យអាកគឺឆារយំប៉ុន្តែយំហ្នឹងដូចជាមិនចេញទៅផ្នែកសោះឆាកច្បិតដល់ពេលអញ្ចឹងទៅមិនមែនអាណិតអាកទេដែលសារភាពមិនចេញទេគឺអាណិតអាកនេះចង់យំប៉ុន្តែយំមិនចេញទៅផ្នែកហួយអេដមែនដល់ផ្សោតខ្លាំងណាស់នេះបន្ទាប់មិនហ៊ានសារភាពស្នេហ៍ហើយអាកណាក៏បានមកអង្គុយខូចចិត្តតែម្នាក់ឯងហេតុអ្វីបានជាគេហ្នឹងធ្វើអញ្ចឹងដាក់ទ្វាវតមកទៀតណាធីណាក៏បានចង់មកជ្រិចជ្រែកគេមកហ្នឹងមកបំណងល្អទេគេក៏បានឲ្យរូបទៅកាន់អាហើយគេក៏បាននិយាយប្រាប់អាថាយើងមិនត្រូវការទេអញ្ចឹងឯងទទួលយកវាទៅហើយនាធីក៏បានបញ្ជាក់ប្រាប់ទៀតដែរថាគេគឺដឹងថានរណាគឺជាអង្គចង់ទេហើយគេដឹងតាំងពីយូរមកហើយហួយបើសិនជានាធីដឹងអញ្ចឹងមិនឆាប់និយាយមកនាធីគេមិនបានបញ្ជាក់ប្រាប់ទេប៉ុន្តែគេក៏បានឲ្យអាកណាបើកមើលរូបហ្នឹងទៅម្នាក់ហ្នឹងហើយគឺជាអង្គចង់ទេនោះគ្រាន់តែបើកមើលរូបហ្នឹងហើយអាកណាក៏មានជាការគាំងតែម្ដងហើយរូបហ្នឹងរូបពីណាគេដែរសាច់រឿងដូចជាមិនទាន់ប្រាប់យើងទេកាត់មកដល់ពេលយប់ធាវកំពុងតែខកចិត្តនៅកន្លែងសៃហ្វាដែលលេងភ្លេងហើយមានសំហារសៃហ្វាទៅចោះព្រោះទីទៀតហ្នឹងគឺលែងមានអង្គចន្ទទេទេធាវកំពុងតែសែតសៃហ្វាណាក៏បានមកលួងលោមនិងមានបំណងចង់ជួយធាវហើយគេជួយធាវហ្នឹងគេថតរូបជាមួយនឹងធាវហើយគេក៏ដើរចាញ់តែម្ដងហើយមកមើលបរោះចចកអានេះវិញប្រហែលជាគេខំខកទៅកាន់ធាវប៉ុន្តែធាវមិនមែនជាការលើកទូរស័ព្ទអីទេរួចបន្ទាប់មកទៀតគេក៏ឃើញសៃហ្វាហ្នឹងថតជាមួយនឹងធាវគេក៏ដឹងភ្លាមថាធាវនៅកន្លែងណាបន្ទាប់ពីសៃហ្វាច្រៀងមួយបាត់ចប់មកអ្នកនៅទីនោះក៏បានទះដៃឲ្យសៃហ្វាបន្ទាប់ពីសៃហ្វាច្រៀងមួយបាត់ចប់មកអ្នកនៅទីនោះក៏បានទះដៃឲ្យសៃហ្វាក៏បានដើរមកកាន់ធាវនិងបានលួងលោមជាបន្តទៀតធាវក៏បាននិយាយឡើងថាគេពិតជាហត់មែនទែនដែលតាមរកអង្គសង្តេយហ្នឹងនោះគេកាន់តែរកអង្គសង្តេយហ្នឹងទៅគេក៏កាន់តែមានអារម្មណ៍ថាអត់ប្រយោជន៍
ពេលនោះសៃហ្វាណាក៏ចង់មានបំណងអប់រំលោកធាវប៉ុន្តែក៏ត្រូវបានកាត់ច្បាស់ព្រោះតែអាក់ណាបានមកដល់ទីនេះហើយគេក៏ចាប់យកសៃហ្វាហ្នឹងចេញពីធាវភ្លាមៗនិងបានស្រែកកំហកដាក់សៃហ្វាដូចជាមិនចង់ឲ្យសៃហ្វាហ្នឹងមកប៉ះធាវអីអញ្ចឹងទៅបន្ទាប់មកអាក់ក៏មានរឿងនិយាយជាមួយនឹងធាវប៉ុន្តែធាវមិនមានរឿងនិយាយជាមួយនឹងអាក់ទេប៉ុន្តែអាក់នៅតែចាប់បង្ខំនិងបាននាំធាវហ្នឹងឲ្យមកកាន់កន្លែងស្ងាត់មួយហើយអាក់ហ្នឹងក៏បានស្រែកបន្ទោសទៅកាន់ធាវស្វឹងស្រាអញ្ចឹងមានដឹងអត់ថាបងសៃហ្វាណាបានលូកលាន់អីអញ្ចឹងទៅយើងចង់ឲ្យឯងឈប់រកអង្គចង់តែនឹងទៀតទៅធាវក៏បានតបយើងមិនបានស្បឹងទេហើយឯងមានសិទ្ធអីមកហាមយើងមិនឲ្យរកអង្គចង់តែនោះយើងមានតើយើងមានសិទ្ធក៏ព្រោះថាយើងគឺជាអង្គចង់តែនោះអីហើយកន្លងមកហ្នឹងអាក់ហ្នឹងគឺជាអង្គចង់តែទេអូយមានជាការវិលខួរជាពន់ពេកសាច់រឿងក៏បញ្ជាក់យើងម្ដងទៀតថានាធានិយាយអីខ្លះជាមួយនឹងអាក់នាធាក៏បានប្រាប់អាប់តាក់ទងពីណាគេគឺជាអង្គចង់តែមុនដំបូងឡើយគឺគាត់នៅក្នុងបន្ទប់បណ្ណាល័យនឹងដែរទេទៅគាត់ក៏បានឃើញធាវទៅសៃលេងជាមួយនឹងសភៅនឹងបន្ទាប់មកអង្គចង់តែនោះក៏មកទៅសៃដៃឆ្វេងហើយម្នាក់នោះផងដែរគឺជាធាវរបស់យើងនឹងឯងដែលធាវប្រើដៃខាងស្ដាំដើម្បីសៃតបជាមួយនឹងអង្គចង់តែរួចអង្គចង់តែគឺគេប្រើដៃខាងឆ្វេងសម្រាប់ការតសៃនឹងឯងឥឡូវយើងបានដឹងហើយថាពីណាគេគឺជាអង្គចង់តែគឺធាវរបស់យើងតែម្ដងទើបអញ្ចឹងហើយអាក់ណាក៏បានមកសួរនាំជាមួយនឹងធាវម្ដងទៀតថាធាវធ្វើបែបនេះមានបំណងអ្វីដែរធាវក៏បានសារភាពប្រាប់ពីអារម្មណ៍ពិតរបស់គេតែម្ដងទៅថាគេធ្វើបែបនេះគឺបំណងចង់ឲ្យអាក់ណាមកចាប់អារម្មណ៍មកគេរួចសាច់រឿងក៏កាត់បង្ហាញដល់ពេលដែលអាក់ណាមិនសូវចាប់អារម្មណ៍ជាមួយនឹងធាវអីទេនិយាយរួមទៅធាវចាប់អារម្មណ៍ទៅលើអាក់ប៉ុន្តែអាក់ណាដូចជាមិនសូវល្វីល្វល់ជាមួយនឹងគេសោះទើបគេក៏បែកប្រែខ្លាចជាកុហកបានអញ្ចឹងដើម្បីឲ្យអាក់ណានៅស្បែកគេនៅចិត្តគេអីអញ្ចឹងទៅហើយសាច់រឿងក៏បានបង្ហាញប្រាប់ទៀតនៅពេលដែលធាវផឹកស្បឹងនោះសៃហ្វាណាក៏បានមកសួរនាំថាអូខេអត់អាចទៅរួចអត់អីអញ្ចឹងទៅបន្ទាប់មកធាវក៏មានលក្ខខណ្ឌជាមួយនឹងបរិះហ្គីតានឹងតែម្ដងថាបរិះហ្គីតាហ្នឹងគឺមានសមត្ថភាពប៉ុន្តែបរិះហ្គីតាហ្នឹងចង់ខ្លាចជាអ្នកចម្រៀងអីដែរឬក៏អត់គឺគេអាចជួយបានប៉ុន្តែបរិះហ្គីតាហ្នឹងត្រូវបដូរអ្នកខណ្ឌជាមួយនឹងគេគឺបរិះហ្គីតាហ្នឹងត្រូវធ្វើជាអង្គឆុងតេរបស់គេអីចឹងទៅអង្គឆុងតេគឺមានតែម្នាក់ទេដែលសៃហ្វាហ្នឹងមកបន្លំខ្លួនប៉ុន្តែដោយសារតែអាក់ទើបធ្វើឲ្យព័ត៌មានអង្គចង់តែនេះត្រូវបានបែកធ្លាយនិងក៏មានអង្គចង់តែជាច្រើនអ្នកមកដល់គេនោះធាវក៏បានសំទោសទៅកាន់អាក់ថាយើងពិតជាល្ងងណាស់ដែលបង្កើតរឿងហ្នឹងមកហើយឯងមិនខ្វល់ពីយើងតតែសោះអាក់ហ្នឹងក៏បានតបវិញយើងខ្វល់ពីឯងរហូតតើមិនក៏ឯងនិយាយអញ្ចឹងចុះពេលនេះឯងមានដឹងនៅថាយើងមានអារម្មណ៍យ៉ាងម៉េចចំពោះឯងយើងចូលចិត្តឯងណាធាវយើងចូលចិត្តឯងតាំងពីយូរមកហើយធាវក៏បានតបទៅវិញហើយមានដឹងអត់ថាយើងក៏រងចាំពាក្យហ្នឹងជាយូរមកដូចគ្នាអាក៏បានសំទោសនៅពេលដែលធាវរងចាំគេបែបនេះរួចក៏បានប្រាប់បន្ថែមថាកុំឲ្យចាកចេញពីគេម្ដងទៀតណាតមកទៀតអាក៏មានការស្នើសុំធាវជាច្រើនដងខ្លាំងមែនទែនព្រោះតែគេហ្នឹងសុំថើបយើងសុំថើបឯងបានអត់ថើបនៅក្នុងឋានៈជាអង្គចង់តែរបស់ឯងហើយយើងក៏ថើបនៅក្នុងឋានៈអ្នកដែលស្រឡាញ់ឯងហើយថើបនៅឋានៈគ្រាន់តែអាក់និយាយអញ្ចឹងភ្លាមធាវក៏មកជួបអាក់តែម្ដងជួបហ្នឹងគេប្រែមកថាថើបតែមានជាប់មាត់អីអញ្ចឹងណាដល់ពេលអញ្ចឹងហើយនិយាយពេលថាជួបតែម្ដងទៅដាក់ឈុតថើបគ្នាអញ្ចឹងសង្ឃឹមថា YouTube មិនចាប់ប្លុកទៅចោលអ្នកទាំងពីរក៏បានថើបគ្នាយ៉ាងរស់រាយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបន្ទាប់មកអាក់ក៏បានសួរឡើងហើយឯងព្រមធ្វើជាសង្សារជាមួយនឹងយើងអត់หวานจี๊បផ្អែមឡើយជាស្ករកាត់ដៃកាត់ជើងអស់ហើយនេះហើយធាវឯណែគឺមិនបានតអ្វីដែរគឺអញញឹមហូយសង្សារហ្នឹងដឹងតែប្រងធ្វើហើយដោយសាច់រឿងក៏ស្លេះត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាបើសិនជាភាគក្រោយអីគឺគេដឹងតែមានភាពស្វីតជាមួយនឹងគ្នាជាបន្តទៀតចាប់ពីភាគបន្តទៀតទៅហើយជារំលងដល់ពីភាគអីហ្នឹងគឺមានអត្ថន័យអប់រំដែលបង្កប់នៅក្នុងហ្នឹងតែម្ដងដែលអេដមីននិយាយតាំងពីដើមណាស់មកហើយរឿងហ្នឹងមិនត្រឹមតែកំប្លែតហើយក៏មានតម្លៃអប់រំនៅក្នុងហ្នឹងផងដែរអញ្ចឹងតែតម្លៃអប់រំហ្នឹងគឺអ្វីទៅអេដមីនសូមប្រាប់ហើយគឺដឹងតែពេញចិត្តពេញខ្លាមជាមួយនឹងតម្លៃអប់រំហ្នឹងតែម្ដងដែលធ្វើឲ្យអេដមីនផ្លាស់ប្ដូរផ្នត់គំនិតជាច្រើននៅពេលដែលមើលរឿងនេះអញ្ចឹងជួបជាមួយនឹង admin នៅវីដេអូបន្ទាប់នោះសวัสดีครับ